សួស្តីបងប្អូនជនរួមជាតិខ្មែរជាទីគោរពថ្ងៃនេះខ្ញុំមានព័ត៌មានដ៏រន្ធត់ញោមញ័ររឿងរ៉ាវនៅប្រទេសថៃពេលនេះគឺពិតជាក្តៅគគុកតពីមួយថ្ងៃទៅមួយថ្ងៃមែនតែនហើយគ្រោះធម្មជាតិនិងអគ្គិភ័យហាក់បីដូចជាមិនប្រណីដៃសោះឡើយបានវាយប្រហារផ្ទួនគ្នាក៏ក្រៅដីរហូតដល់ទៅ8ខែក្នុងពេលតែ1ម៉ោងសូម្បីតែមនុស្សស្លាប់ទៅហើយក៏មិនឲ្យធ្វើបុណ្យបានសុខដែរភ្ជុះបោកកំតិតរោងបុណ្យសពខ្ទេចខ្ទីឯពិធីបុណ្យប្រចាំឆ្នាំរលាយត្រឹមមួយប៉ព្រិចភ្នែកចំណែកឯខ្យល់បិសាចបានហែកប្លង់ដំបូលផ្ទះនិងបំបាក់បង្គោលភ្លើងតង់ធ្យូងខ្ពស់ឲ្យដួលសង្កត់ផ្ទះអ្នកភូមិព្រមទាំងភ្លើងឆេះយានដ្ឋានរោងចក្រនិងផ្ទះវីឡាធ្វើឲ្យពលរដ្ឋរត់ភ័យស្លន់ស្លោចែកជើងគ្នាយកប្រាក់អាយុស្របពេលដែលប្រជាជនកំពុងទឹកភ្នែកតើមេតបថៃកំពុងធ្វើអ្វីសូមតាមដានព័ត៌មានលម្អិតជាមួយខ្ញុំបាទយើងចាប់ផ្ដើមបោកឆាកពីរឿងរ៉ាវដ៏រន្ធត់តក់ស្លុតបំផុតដែលបានកើតឡើងកាលពីវេលាម៉ោង 14 នាទីរសៀលថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះហេតុការណ៍នេះបានផ្ទុះឡើងចំកណ្ដាលទីធ្លាវត្តមួយកន្លែងស្ថិតនៅក្នុងភូមិតាលីងឆាន់ឃុំចរៈខេហ៊ីនស្រុកខុនបូរីខេត្តនគររាជសីមាខណៈដែលគ្រួសារសពរួមទាំងញាតិមិត្តជិតឆ្ងាយកំពុងតែអង្គុយជួបជុំគ្នាស្លៀកពាក់សខ្មៅដើម្បីរៀបចំប្រារព្ធពិធីឆាបនាកិច្ចបរិយាកាសកំពុងតែស្ងប់ស្ងាត់សុកស្រាប់តែមេឃដែលធ្លាប់តែភ្លឺក៏ប្រែជាខ្មៅងងឹតស្លុបប្រៀបដូចជាគេយកភួយយក្សមកគ្របពីលើមេឃខ្យល់កន្ត្រាក់បិសាចបានចាប់ផ្ដើមបកកំទេចរោងដែកនិងតង់ប្រក់ដំបូលសង្កសីដែលគេសាងសង់សម្រាប់ឲ្យភ្ញៀវអង្គុយឲ្យដួលរលំក្រាំងផ្ងាជើងឡើងលើប្រៀបដូចជាក្រដាស់កៅអីជ័រតុនិងសម្ភារៈរៀបចំបុណ្យផ្សេងត្រូវបានខ្យល់ហែកប្លង់ប៉ាងរាយប៉ាយពេញទីធ្លាវត្តអ្នកចូលរួមកម្មវិធីបុណ្យរាប់សិបនាក់បានត្រឹមតែស្រែកឆឡោរត់ភ័យស្លន់ស្លោចែកជើងគ្នាប្រវេប្រវាស្វែងរកកន្លែងជ្រកកៅកូនទាំងកណ្ដាលភ្លៀងយ៉ាងវឹកវរទុកឲ្យពិធីការរលាយនៅកណ្ដាលភ្លៀងសំបីតែមនុស្សស្លាប់ទៅហើយក៏ធម្មជាតិមិនលើកលែងឲ្យធ្វើបុណ្យបានសុខដែរវិនិស្សកម្មនេះគឺមិនតន់ចប់ត្រឹមនេះទេបងប្អូនងាកទៅមើលតំបន់តុងសាលៀមឯណោះវិញពិធីបុណ្យប្រចាំឆ្នាំដ៏ធំនមស្ការលួងផាស៊ីឡាក៏ត្រូវរងគ្រោះមហន្តរាយដ៏អាក្រក់នេះដូចគ្នាបងប្អូនត្រូវដឹងថាពិធីបុណ្យប្រចាំឆ្នាំគឺជាកន្លែងរកស៊ីដ៏ធំរបស់អាជីវករថៃពួកគេបានចំណាយពេលទាំងកម្លាំងកាយកម្លាំងចិត្តលុយកាក់រៀបចំកន្លែងកសាងតង់និងតុបតែងលម្អអស់រយៈពេលរាប់សប្តាហ៍ប៉ុន្តែគ្រាន់តែព្យុះរដូវក្តៅវាក៏ហាលុបឆ្មោកមកត្រឹមតែមួយថ្ងៃប៉ុណ្ណោះអ្វីគ្រប់យ៉ាងដែលខំកសាងត្រូវដួលរលំវិនាសខ្ទេចខ្ទីនៅនឹងមុខคล้ายជាទិដ្ឋភាពមហន្តរាយដ៏រន្ធត់ក៏ក្រៅដីពិតប្រាកដមិនទាន់អស់ទេនៅវេលាម៉ោង 18 នាទីព្រលប់ថ្ងៃដដែលមច្ចរាជខ្យល់កន្ត្រាក់បានបន្តដំណើរទៅវាយប្រហារកំទេចខេត្តរ៉ាតបូរីនិងឆាក់ឈៀងសៅយ៉ាងសាហាយខូខ័យបន្តទៀតនៅឯស្រុកបានប៉ោងខេត្តរ៉ាតបូរីកម្លាំងខ្យល់បានវាយលុកកំទេចរហូតដល់ទៅ3ភូមិជាប់គ្នាវាបានបោកបក់ហែកប្លង់ដំបូលផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងធ្វើឲ្យសន្លឹកសង្កសីរបើកហក់ហាវពេញផ្ទៃអាកាសប្រៀបដូចជាគ្រាប់កាំភ្លើងកសិដ្ឋានចិញ្ចឹមសត្វនិងរោងមាន់ក៏ត្រូវខ្យល់បោចទាញរបើកដំបូលខ្ទេចខ្ទីសល់តែគ្រោងឈើចំណែកឯនៅភូមិពងចរានខេត្តឆាក់ឈឿងសៅវិញស្ថានភាពគឺរឹតតែតានតឹងស្ទើរគៀងបែកដូងអ្វីដែលធ្វើឲ្យអ្នកភូមិរត់ភ័យស្លន់ស្លោនិងស្រែកឆៅឡោរត់ចេញពីផ្ទះទាំងប្រលប់នោះគឺវិនាទីដែលបង្គោលអគ្គិសនីបាក់កម្លាំងខ្យល់បានបោកបំបាក់បង្គោលភ្លើងស៊ីម៉ងធំឲ្យបាក់ត្រេតនិងដួលរលំសង្កត់ទៅលើតួផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងគួរឲ្យព្រឺរោមបងប្អូនសាកស្រមៃមើលចុះក្នុងស្ថានភាពដែលភ្លៀងកំពុងធ្លាក់ខ្លាំងហើយបង្គោលភ្លើងបាក់សង្កត់ផ្ទះបែបនេះហានិភ័យនៃការឆក់ខ្សែភ្លើងតង់ធ្យូងខ្ពស់គឺងាយនឹងកើតឡើងបំផុតអ្នកភូមិត្រូវរត់ភ័យស្លន់ស្លោអោបកូនអោបចៃស្វែងរកទីទួលសុវត្ថិភាពទាំងកណ្ដាលភ្លៀងនិងភាពងងឹតសូន្យសុងព្រោះហេតុការណ៍នេះបានធ្វើឲ្យដាច់ចរន្តអគ្គិសនីងងឹតឈឹងពេញមួយភូមិឥឡូវនេះយើងងាកទៅមើលភាគខាងជើងនៃស្រុកម៉ែវ៉ាងខេត្តឈៀងម៉ៃឯណោះវិញកាលពីប្រលប់ថ្ងៃទី21ខែកុម្ភៈអ្វីដែលធ្លាក់ចុះមកពីលើមេឃមិនមែនត្រឹមតែទឹកភ្លៀងធម្មតាទេតែវាគឺជាគ្រាប់ព្រើតកកយ៉ាងសន្ធឹកសន្ធាប់ដែលធ្លាក់មកសស្រាក់ដូចគេចាក់គ្រាប់ព្រើតកកទាំងនោះបានធ្លាក់មកបោកកំទេចចំការដំណាំកសិកម្មរបស់កសិករថៃដូចជាចំការខ្ទឹមបារាំងខ្ទឹមក្រហមនិងជាពិសេសគឺចំការ strawberry ឲ្យរាបស្មើដល់ដៃស្លឹកខ្ទឹមនិងផ្លែ strawberry ត្រូវបាក់បែកនិងរលួយខ្ទេចខ្ទីគ្មានសល់រូបរាង
ការខាតបង់នេះប្រៀបបាននឹងការយកញញូទៅវាយបំបែកឆ្នាំងបាយរបស់កសិករថៃផ្ទាល់តែម្ដងពួកគេខំប្រឹងប្រែងដាំដុះស្រោចទឹកដាក់ជីអស់រយៈពេលរាប់ខែសង្ឃឹមថានឹងបានប្រាក់កម្រៃតែគ្រប់យ៉ាងត្រូវរលាយត្រឹមតែមួយប៉ព្រិចភ្លេកដោយសារតែគ្រោះធម្មជាតិដ៏កាចសាហាវនេះធ្វើឲ្យពួកគេត្រូវប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតបងប្អូនអើយក្រៅពីគ្រោះធម្មជាតិអគ្គិភ័យក៏កក់ក្រៅមិនធម្មតាដែរនៅម៉ោង 22:40 នាទីយប់ថ្ងៃទី 23 ខែកុម្ភៈសមុទ្រភ្លើងបានលេបត្របាក់យានដ្ឋានសិទ្ធិឆៃនៅខេត្តសមុទ្រសាគរសូមបងប្អូនស្រមៃមើលទស្សនភាពនៅវិនាទីនោះចុះម៉ោង 7:11 យប់ទៅហើយគឺជាពេលវេលាដែលមនុស្សម្នាក់កំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ប៉ុន្តែដោយសារតែនៅខាងក្នុងយានដ្ឋាននោះគឺពោពេញទៅដោយឧបករណ៍ងាយឆេះរួមមានប្រេងម៉ាស៊ីនចាស់ៗសាំងធុងហ្គាសនិងថ្នាំពណ៌ដែលសុទ្ធសឹងតែជាប្រេងអ៊ីនធឺណិតដ៏ឈ្ងុយឆ្ងាញ់បំផុតរបស់អគ្គិភ័យគ្រាន់តែភ្លើងផ្ដាំឆាបឆេះបន្តិចវាបានផ្ទុះរាវដាវយ៉ាងលឿងដោយផ្លែកបន្ទោកម្ដៅភ្លើងរាប់រយអង្សាបានឆាបឆេះសន្ធោសន្ធៅកម្ពស់រាប់ម៉ែត្រឆេះរំលាយរចនាសម្ព័ន្ធគ្រោងអំបូរដែកតែងមូលឲ្យបាក់ស្រុតចុះមកក្រាំងកំទេចអ្វីគ្រប់យ៉ាងនៅខាងក្រោមអ្វីដែលគួរឲ្យសង្វេគនិងខាតបង់ធនធ្ងរបំផុតនោះគឺរថយន្តចំនួន4គ្រឿងដែលម្ចាស់យកមកចតទុកជួសជុលត្រូវបានភ្លើងបិសាចនេះដុតរលាយខ្ទេចខ្ទីគ្មានសល់រូបរាងសល់ត្រឹមតែគ្រោងឆឹងដែលខ្លោចខ្មៅនៅលើគំនរផែតែប៉ុណ្ណោះការខាតបង់នេះអាចស្មើនឹងទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិកឯណោះស្របពេលជាមួយគ្នានោះអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែវឹកវរស្ទើរគាំងបេះដូងនោះគឺទីតាំងយានដ្ឋាននេះស្ថិតនៅគៀកជាប់នឹងហាងទំនិញនិងភោជនីយដ្ឋានជាច្រើនទៀតអ្នកស្រុកនិងម្ចាស់ហាងនៅក្បែរខាងត្រូវភ្ញាក់ព្រឺតពីដំណេករត់ភ័យស្លន់ស្លោចែកជើងគ្នាស្ទើរលាស់ព្រលឹងស្រែកឆោឡោពេញដងភ្លឺព្រោះអណ្ដាតភ្លើងកំពុងតែលោតផ្លោះស្ទើរតែឆេះរាវដាលលេបត្របាក់ផ្ទះរបស់ពួកគេទៅហើយទាល់តែអាជ្ញាធរបញ្ជូនកងទ័ពឡានទឹកដល់ទៅ10គ្រឿងចោះមកអន្តរាគមន៍ដើរលួយទឹកបាញ់ស្ទះគ្រប់ទិសទីអស់រយៈពេលជាង1ម៉ោងទើបអាចទប់ស្កាត់មជ្ឈលិកនេះបានទាំងស្រុងឥឡូវនេះយើងងាកមកមើលទីក្រុងទេសចរប៉ាតាយាឯនេះវិញមហន្តរាយមិនមែនកើតឡើងដោយធម្មជាតិទេតែវាកើតចេញពីការធ្វេសប្រហែសដែលបងប្អូនខ្មែរយើងត្រូវតែប្រុងប្រយ័ត្នបំផុតនៅវេលាម៉ោង 10:30 នាទីព្រឹកការធ្វេសប្រហែសដ៏តូចមួយបានក្លាយជាគ្រោះធំស្ទើរវិនាศផ្ទះវីឡាដ៏ស្កឹមស្កៃទាំងមូលនៅផ្ទះលេខ75ទ្វេ18ក្នុងឃុំណង់ព្រឺស្រុកបាងឡាម៉ុងខណៈដែលលោកយ៉តឆៃអាយុ43ឆ្នាំកំពុងតែគេងនៅជាន់ខាងលើសុកគាត់ក៏ធំក្លិនឈ្ងៀមយ៉ាងខ្លាំងលាយឡំជាមួយផ្សែងខ្មៅក្រាត់ខ្មឹកហុយត្រឡោមឡើងមកគ្រាន់តែគាត់ស្ទុះរត់ចុះមកខាងក្រោមគាត់ស្ទើរតែគាំងបេះដូងដើមហេតុគឺគ្រាន់តែម្ចាស់ផ្ទះដោតខ្សែសាកធូកង់អគ្គិសនីទុកចោលនៅកន្លែងចតឡានស្រាប់តែផ្ទាំងអាគុយលីធៀមនោះបានឡើងកម្ដៅទុះសេនិងផ្ទុះឆេះសន្ធោសន្ធៅឡើងយ៉ាងកំរោលអាគុយលីធៀមពីលផ្ទុះឆេះគឺក្តៅខ្លាំងណាស់ហើយរលត់ពិបាកណាស់បងប្អូនអណ្ដាតភ្លើងបានលេបត្របាក់កង់នោះសល់តែឆ្អឹងនិងបានឆេះរៀលដាលទៅលិតកាងខាងក្រោយនៃឡានស៊េរីទំនើប Nissan March ពណ៌សមួយគ្រឿងទៀតបណ្ដាលឲ្យកាងនិងស្ទប់ក្រោយរលាយខូចខាតយ៉ាងដំណាំនេះឲ្យបងអូនគឺជាការដាំគ្រាប់បែកម៉ោងកណ្ដាលផ្ទះពិតបើកងកម្លាំងឡានទឹកក្រុងប៉ាតាយាមកមិនទាន់ពេលទេផ្ទះទាំងមូលរួមទាំងអាយុជីវិតមនុស្សខាងក្នុងច្បាស់ជាคล้ายជាភ័ក្រមិនខានរឿងរ៉ាវរន្ធត់នៅតែបន្តចំណែកនៅឯខេត្តកាឡាស៊ីនវិញនៅវេលាម៉ោង 20:40 នាទីយប់ភាពភិតភ័យបានគ្របដណ្ដប់សាលារៀនទាំងមូលខណៈដែលសាលារៀនកំពុងតែបិទទ្វារស្ងាត់ជ្រងំសុកភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់មួយនៅលើអគារសិក្សាកម្ពស់3ជាន់នៃសាលារៀនខៅវងផាត់ថាយាខានសំណាងល្អពុនភ្នំដែលមានអ្នកគ្រូម្នាក់ឈ្មោះផាត់ឆារិនកំពុងតែជិះកង់ត្រឡប់ទៅផ្ទះកាត់ក្បែរអគារនោះគាត់ក្រឡេកទៅឃើញពន្លឺភ្លើងពណ៌ទឹកក្រូចចាំងចេញពីកញ្ចក់បង្អួយជាន់ទី3ទើបគាត់ប្រញាប់ស្រែកហៅគេឯងនិងហៅឡានទឹកមកអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលាប៉ុន្តែក្រោយពេលភ្លើងរលត់នាយកសាលាបានចូលទៅត្រួតពិនិត្យនិងរកឃើញឃាតករលាក់មុខដែលស្ទើរតែដុតរលាយអគារសិក្សាតម្លៃរាប់ម៉ឺនដុល្លារនោះតើបងប្អូនដឹងទេថាជាអ្វីដើមហេតុគឺគ្រាន់តែមានអ្នកផ្លេចដកព្រីកង្ហាបញ្ឈរទុកមួយគ្រឿងចោលតែប៉ុណ្ណោះការបើកចោលយូរពេកធ្វើឲ្យម៉ូទ័រឡើងកម្ដៅទុះសេនិងផ្ទុះឆេះយ៉ាងសាហាវកង្ហានោះរលាយខ្ទេចសល់តែសំណាញ់ដែកនេះសបញ្ជាក់ឲ្យឃើញថា
ត្រឹមតែរបស់តូចមួយក៏អាចបង្កជាមហន្តរាយធំបានដែរប្រសិនបើយើងធ្វេសប្រហែសរឹតតែហួសចិត្តនិងនឹកស្មានមិនដល់ទៀតនោះគឺហេតុការណ៍ចុងក្រោយនៅឯតំបន់ឧស្សាហកម្មបាងភ្លីខេត្តសមុទ្រប្រាកានបងប្អូនគិតមើលចុះទាំងដែលមេឃខាងក្រៅកំពុងតែបង្អល់ភ្លៀងធ្លាក់យ៉ាងខ្លាំងគ្រប់គ្នាកំពុងតែមានអារម្មណ៍ត្រជាក់និងគិតថាសុវត្ថិភាពពីភ្លើងឆេះតែអណ្ដាតភ្លើងមច្ចរាជបែរជាលបឆ្មក់ឆេះរោងចក្រស្តុកកេះក្រដាសយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្នុងទៅវិញដោយសារតែរោងចក្រមានស្តុកទុកកេះក្រដាសសម្រាប់វេកខ្ចប់គ្រឿងបន្លាក់ម៉ាស៊ីនរាប់ពាន់ដុំភ្លើងបានឆាបឆេះយ៉ាងលឿនបង្កើតជាផ្សែងពណ៌ខ្មៅក្រាស់ឃ្មឹកដែលមានក្លិនឈ្ងៀមពុលហុយខ្មួលខ្មាញ់ពេញផ្ទៃរោងចក្រស្ទើរតែរកខ្យល់ដកដង្ហើមមិនបានហេតុការណ៍នេះបានធ្វើឲ្យកម្មកររាប់សិបនាក់ដែលកំពុងតែធ្វើការយ៉ាងមមាញឹកត្រូវបោះចោលការងារស្រែកឆោឡោរត់ភ័យស្លន់ស្លោជន់ជើងគ្នាយកប្រាស់អាយុចេញមកឈរមើលរោងចក្រឆេះទាំងកណ្ដាលភ្លៀងព្រោះគ្រប់គ្នាមិននឹកស្មានថាខ្លួនត្រូវមកជួបគ្រោះធំទាំងមិនដឹងខ្លួនបែបនេះសោះឡានទឹកចំនួន2គ្រឿងត្រូវបញ្ជូនមកបាញ់ស្ទាក់ភ្លាមទើបជួយសង្គ្រោះស្ថានភាពបានដោយគ្មានអ្នកណាម្នាក់រងរបួសបងប្អូនអើយខណៈដែលប្រទេសជាតិខ្លួនឯងកំពុងតែคล้ายជាសមុទ្រភ្លើងនិងរងគ្រោះដោយព្យុះបិសាចតើបងប្អូនដឹងទេថាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កងទ័ពគេកំពុងតែធ្វើអ្វីដែលពួកគេកំពុងធ្វើគឺជាល្បិចកលដ៏គួរឲ្យខ្លាចនិងគ្រោះថ្នាក់បំផុតមួយដែលយើងនឹកស្មានមិនដល់កាលពីថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ដដែលនេះលោកឧត្តមសេនីយ៍ឯកប៊ុនស៊ីនផាត់ខ្លាងដែលជានាយទាហានរាជអង្គរៈពិសេសនិងជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោកថៃបានដឹកនាំគណៈប្រតិភូធំតបតែងខ្លួនយ៉ាងសង្ហាពាក់ឯកសណ្ឋានពេញយសដើរជន់ព្រំក្រហមចូលទៅកាន់សាលារៀនបាងភ្លៃរ៉ាត់បាមរុងក្នុងខេត្តសមុទ្រប្រាកានមើលពីសម្បកក្រៃនេះគ្រាន់តែជាពិធីជួបជុំសិស្សានុសិស្សក្នុងថ្ងៃបញ្ចប់ឆ្នាំសិក្សាដោយមានការចូលរួមពីមន្ត្រីធំប៉ូលីសនិងអតីតសមាជិកព្រឹទ្ធសភាក្រោមបរិយាកាសដ៏កក់ក្ដៅនិងមានការជូនផ្កាប៉ុន្តែសូមបងប្អូនស្ដាប់ឲ្យច្បាស់ប្រធានបទដែលលោកឧត្តមសេនីយ៍រូបនេះយកមកបង្រៀននិងបំពាក់បំពន់ដល់សិស្សវិទ្យាល័យនិងសូម្បីតែក្មេងៗសិល្បធម្មសិក្សានោះគឺមានចំណងជើងថាពីជួរមុខឆ្ពោះទៅជួរក្រោយបង្កើតធម៌ពលសាមគ្គីតើពាក្យថាជួរមុខនេះមានន័យថាម៉េចនៅក្នុងកាលៈទេសៈនេះវាគឺសំដៅទៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនេះឯងនៅពេលដែលកងទ័ពថៃកំពុងតែរងការរិះគន់យ៉ាងចាស់ដៃពីសហគមន៍អន្តរជាតិថារំលោភច្បាប់និងបង្កសង្គ្រាមនៅពេលដែលរាជថៃខ្លួនឯងចាប់ផ្ដើមលែងជឿជាក់លើរដ្ឋាភិបាលនិងមេទ័ពតើពួកគេត្រូវធ្វើយ៉ាងណាវិធីចុងក្រោយរបស់ពួកគេគឺការប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រទៅលើកុមារនិងយុវជនជំនាន់ក្រោយពួកគេដឹងច្បាស់ណាស់ថាកុមារប្រៀបដូចជាក្រដាសសដូច្នេះមេទ័ពថ្នាក់កំពូលត្រូវចោះមកផ្ទាល់ដើម្បីបញ្ជ្រាបមនោគវិជ្ជាលៀងខួរក្មេងៗបណ្ដុះគំនិតជាតិនិយមជ្រុលនិងទាញយកក្មេងៗទាំងនេះឲ្យคล้ายទៅជាខែលការពារយុត្តិធម៌คล้ายៗរបស់ពួកគេចង់ប្រាប់ក្មេងៗថាទាហាននៅជួរមុខកំពុងលះបង់ដូច្នេះអ្នកនៅជួរក្រោយត្រូវតែគាំទ្របងប្អូនជនរួមជាតិជាទីគោរពហេតុការណ៍គ្រោះមហន្តរាយផ្ទួនទាំងនេះគឺជាមេរៀនដ៏ក្តៅគគុកមួយសម្រាប់យើងទាំងអស់គ្នាប្រយ័ត្នខ្យល់កន្ត្រាក់ឧស្សាហ៍ពិនិត្យដំបូលផ្ទះកាត់មែកឈើធំក្បែរផ្ទះចោលកុំច្រកក្រោមរោងតង់ឬបង្គោលភ្លើងពេលមានព្យុះសុវត្ថិភាពអគ្គិសនីត្រូវដកព្រីកង្ហាល់ឆ្នាំងសាកនិងបញ្ឈប់ទម្លាប់សាកថ្មកង់អគ្គិសនីចោលពេញមួយយប់ជាដាច់ខាតត្រូវមានបំពង់ពន្លត់អគ្គិសនីប្រចាំផ្ទះនិងកន្លែងធ្វើការជានិច្ចតើបងប្អូនយល់យ៉ាងណាដែរចំពោះល្បិចកលរបស់កងទ័ពថៃដែលយកបញ្ហាសង្គ្រាមព្រំដែនទៅបញ្ជ្រាបចូលក្នុងខួរក្បាលក្មេងៗសិស្សសាលាបែបនេះក្នុងពេលដែលប្រទេសគេកំពុងជួបគ្រោះវឹកវរយ៉ាងធ្ងន់ធ្ងរបែបនេះសូមបងប្អូនបញ្ចេញមតិយោបល់នៅខាងក្រោមនេះទាំងអស់គ្នាសូមបងប្អូនជួយ share វីដេអូឯកសារដ៏កម្រមួយនេះឲ្យដល់កូនខ្មែររាប់លាននាក់ដើម្បីជាការដាស់ស្មារតីជាតិប្រសិនបើបងប្អូនពេញចិត្តសូមកុំភ្លេចចុច like និង subscribe channel របស់ខៀងបាទម្នាក់មួយផងសម្រាប់ថ្ងៃនេះខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅសូមជម្រាបលានិងសូមបួងសួងឲ្យមាតុភូមិកម្ពុជាជួបតែសេចក្តីសុខសន្តិភាពជានិច្ចនិរន្តរ៍